រម្មណ៍ទាំងអស់ហ្នឹងហើយអារម្មណ៍ដែលអត់មានទំនុកចិត្តអារម្មណ៍ដែលអត់សុវត្ថិភាពអារម្មណ៍ដែលខ្លួនឯងមានអារម្មណ៍ខ្លួនឯងខ្វះខាតអីមួយគឺជាអារម្មណ៍ដែលត្រូវបានទទួលការបូលីទទួលបានការសម្លុតគំរាមនឹងឯងចាសូមជម្រាបសួរសូមស្វាគមន៍មកកាន់ Let's Say It Loud podcast របស់យើងផងដែរយើងនឹងជជែកសន្ទនាជាមួយនឹងភាគកិត្តិយសរបស់យើងដែលផ្ដោតទៅលើសុខភាពផ្លូវសុខភាពបន្តពូជនិងសិទ្ធិនៅក្នុងចំណោមយុវវ័យហើយក្នុងគោលបំណងដើម្បីឲ្យយុវវ័យរបស់យើងនឹងមានភាពក្លាហានក៏ដូចជាអាចចែករំលែកចំណេះដឹងក៏ដូចជាប្រកបដោយផ្ទាល់ខ្លួននៅក្នុងប្រធានបទសុខភាពផ្លូវសុខភាពបន្តពូជនិងសិទ្ធិដោយពុំមានការរើសអើងឬក៏ការមេងាយផងដែរនៅក្នុងថ្ងៃនេះគឺជា podcast episode ទី1ដែលយើងនឹងនិយាយជជែកជាមួយនឹងភាគកិត្តិយសរបស់យើងក្នុងការយល់ដឹងអំពីការសម្លុតគំរាមនៅក្នុងចំណោមយុវវ័យក៏ដូចជាដែលយុវវ័យរបស់យើងតែងនិយាយថា bully ហ្នឹងអញ្ចឹងមិនបងអង្គយើងនឹងទៅជួបភាគកិត្តិយសរបស់យើងទាំងអស់គ្នាសួរបងសុខសប្បាយចាសុខសប្បាយអូខេបងមកយូរហើយនៅត្រូវអត់អូខេបងអាចណែនាំខ្លួនទៅប្រិមិត្តរបស់យើងក៏ដូចជាយុវវ័យដែលកំពុងតាមដានវីដេអូរបស់យើងជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំតម្រង់ពេជ្រខ្ញុំគឺជាអ្នកបង្កើតមាតិកាដែលមាតិការបស់ខ្ញុំគឺតស៊ូមតិជំរុញឲ្យមានការផ្លាស់ប្ដូរបែបវិជ្ជមាននៅក្នុងសង្គមចាអរគុណច្រើនបងហើយខ្ញុំជឿជាក់ថាប្រិមិត្តរបស់យើងជាពិសេសគឺយុវវ័យរបស់យើងក៏បានស្គាល់ភាពកិត្តិយសបងដែរដោយសារគាត់តែងតែចេញវីដេអូសុខភាពក៏ដូចជាការលើកទឹកចិត្តខ្លួនឯងនៅតាមបណ្ដាញសង្គមផងដែរហើយថ្ងៃនេះគឺយើងនឹងជជែកសន្ទនាមួយបងទាក់ទងនឹងការសម្លុតគំរាមឬក៏ bullying ក្នុងចំណោមយុវវ័យរបស់យើងផងដែរអញ្ចឹងបងអាចចែករំលែកបានអត់ថាបើសិនជាយើងនិយាយអំពីការសម្លុតគំរាមឬក៏ bullying ហ្នឹងគេសំដៅទៅលើអីគេដែរបងសម្លុតគម្រាមតាមអីដែលបងយល់គឺជាការដែលចេញសកម្មភាពឬក៏អត់មានសកម្មភាពឬក៏ពាក្យសម្ដីដែលនិយាយទៅកាន់ណាម្នាក់ធ្វើឲ្យម្នាក់ហ្នឹងអត់មានទំនុកចិត្តលើខ្លួនឯងអត់សប្បាយចិត្តជាមួយនឹងខ្លួនឯងនិយាយទៅធ្វើឲ្យគេបាត់បង់ទំនុកចិត្តណាចាអរគុណបងអញ្ចឹងខ្ញុំយល់ស្របចំណុចរបស់បងដែរពួកខ្ញុំតែងឃើញយុវវ័យមួយចំនួនត្រូវបានគេសម្លុតគំរាមបែបប្រើកាយវិការឬក៏គេហៅថាការវាយឬក៏ការធ្វើបាបរូបរាងកាយរបស់គាត់ឬក៏ពាក្យសម្ដីមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដែលមានអារម្មណ៍ថាយើងអត់សំណុកក្នុងខ្លួនហើយយើងមានអារម្មណ៍ថាអត់សុវត្ថិភាពជាដើមមួយទៀតទាក់ទងនឹងអារម្មណ៍មួយដែលគេត្រូវបានទុកចោលបងធ្លាប់ឮឬក៏បាក់ចែកម្លែកបាននៅពេលមានអារម្មណ៍ថានរណាម្នាក់គេហៅថាគំរាមយើងឬក៏អីដែលយើងមានអារម្មណ៍ថាអត់សុវត្ថិភាពហើយគេមានអារម្មណ៍យើងទុកយើងចោលអញ្ចឹងធ្លាប់តែអូនបើនិយាយទៅបងគិតថាមិនមែនតែបងទេមានយុវជនជាច្រើនគឺគាត់ឆ្លងកាត់សម្លុតគំរាមឬដែលយើងហៅថា bully ហ្នឹងតាំងពីសកម្មដូចជាមានការប្រើពាក្យសម្ដីឬក៏ការវាយដំដោយអូននិយាយហ្នឹងគេវាយធ្វើបាបអីនៅសាលាចឹងទៅឬក៏មួយទៀតអកម្មហ្នឹងដែលមានដូចជាការដែលអត់លេងជាមួយអត់ចង់និយាយជាមួយអត់ចង់មានទំនាក់ទំនងជាមួយទុកយើងចោលអីចឹងទៅអាហ្នឹងក៏ភាគច្រើនបងគាត់ថាបើបងធ្លាប់មានបទពិសោធន៍នឹងខ្លួនឯងពេលដែលបងនៅរៀនវិទ្យាល័យដូចគ្នាហើយមួយទៀតគឺតកតងទៅនឹងអនឡាញនេះគឺជួបទៅរាល់ថ្ងៃហ្មងគឺតកតងនឹងការcomment ឬក៏ការឲ្យមតិយោបល់ផ្សេងៗទៅលើរូបរាងកាយរបស់យើងទៅលើរូបភាពរបស់យើងឬក៏ទៅលើវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធបណ្ដាញសង្គមហ្នឹងហើយអរគុណបងទាក់ទងនឹងប្រព័ន្ធអនឡាញខ្ញុំជឿជាក់ថាយុវវ័យរបស់យើងគាត់ប្រើប្រព័ន្ធអនឡាញច្រើនដូចជា TikTok Facebook ឬក៏ IG និយាយទៅគឺច្រើនសឹងតែគ្រប់ហ្មងហើយអ្នកខ្លះខ្ញុំគិតថាមិនមែនតែមួយ account ទេអាចនឹងច្រើន account ទៀតប៉ុន្តែយុវវ័យយើងពេលខ្លះគាត់អត់ដឹងថាទង្វើទាំងអស់ហ្នឹងដែលគេប្រើពាក្យពេចន៍អត់គួរសមឬក៏នៅក្នុង comment ផុសរូបរបស់គាត់ដែលគាត់បានបង្ហោះហ្នឹងគាត់ដឹងថាអាហ្នឹងគឺជាអីគេទេជាការសម្លុតគំរាមឬក៏ bullying អីចឹងណាប៉ុន្តែខ្ញុំជឿជាក់ថាយុវវ័យរបស់យើងនឹងអាចជួបប្រទះបញ្ហាទាំងអស់ហ្នឹងប៉ុន្តែយើងគិតថាតើយើងគួរតាគេហៅថាជួយគាត់ដោយរបៀបណាឬក៏យើងគិតថាគួរតែមានដំណោះស្រាយបែបណាទៅដើម្បីឲ្យយុវវ័យរបស់យើងហ្នឹងគាត់យល់ដឹងថាសកម្មភាពទាំងអស់ហ្នឹងគឺជាការសម្លុតគំរាមឬក៏ bully ហើយគាត់គួរតែជួយខ្លួនឯងបែបម៉េចការពារខ្លួនឯងបែបម៉េចកុំឲ្យគាត់មានអារម្មណ៍មួយដែលអត់ស្រួលនៅក្នុងខ្លួននៅពេលដែលត្រូវបានការ bully ហ្នឹងណា
សម្រាប់បងគាត់ថាយើងអាចព្យាយាមសង្កេតមើលទៅលើទង្វើដែលគេធ្វើមកយើងឬក៏ពាក្យសម្ដីដែលគេនិយាយមកលើយើងថាតើពាក្យសម្ដីទាំងអស់ហ្នឹងវាធ្វើឲ្យយើងមានអារម្មណ៍បែបណាអារម្មណ៍ដែលយើងទទួលបានពីអីដែលគេនិយាយមកយើងឬក៏ពីអីដែលគេបានធ្វើមកលើយើងហ្នឹងយើងមានអារម្មណ៍ថាអត់សុវត្ថិភាពទេធ្វើឲ្យយើងមានអារម្មណ៍ថាអត់មានទំនុកចិត្តធ្វើឲ្យយើងមានអារម្មណ៍ថាភ័យខ្លាចអត់ពេញចិត្តនៅអីដែលខ្លួនឯងកំពុងតែធ្វើអត់ពេញចិត្តអីដែលខ្លួនកំពុងតែមានអារម្មណ៍ទាំងអស់ហ្នឹងហើយអារម្មណ៍ដែលអត់មានទំនុកចិត្តអារម្មណ៍ដែលអត់សុវត្ថិភាពអារម្មណ៍ដែលខ្លួនឯងមានអារម្មណ៍ខ្លួនឯងខ្វះខាតអីមួយគឺជាអារម្មណ៍ដែលត្រូវបានទទួលការបូលីទទួលបានការសម្លុតគំរាមនឹងឯងអញ្ចឹងនៅពេលដែលយើងសង្កេតមើលដឹងថាខ្លួនឯងកំពុងតែមានអារម្មណ៍បែបហ្នឹងហើយគឺកំពុងតែបូលីហើយកំពុងតែត្រូវបានសម្លុតគំរាមហើយគឺត្រូវតែស្វែងរកជំនួយភ្លាមការស្វែងរកជំនួយនេះពីដំបូងហើយគឺចាប់តាមពីខ្លួនឯងបើសិនជាយើងនៅក្នុងស្ថានភាពហ្នឹងយើងអាចប្រាប់គាត់ថាអូខេទីហោថាមិត្តភក្តិនិយាយថាអុយមុខឯងសិតតែមុនអញ្ចឹងថ្ងៃឡើយមិនខ្មៅម៉េចអាចប្រាប់គាត់ថាកុំនិយាយអញ្ចឹងខ្ញុំអត់ចូលចិត្តទេខ្ញុំអត់សប្បាយចិត្តទេខ្ញុំអត់ពេញចិត្តពាក្យសម្ដីហ្នឹងទេកុំនិយាយអញ្ចឹងបានអត់អាហ្នឹងយើងនិយាយជាមួយគេដោយចិត្តត្រជាក់ដោយតែសន្តិវិធីហើយបើសិនជាមានអារម្មណ៍ថានិយាយទៅគេនៅតែបន្តសម្លុតគំរាមយើងទៀតគឺយើងនៅក្នុងស្ថានភាពមួយដែលយើងអត់មានសុវត្ថិភាពហើយអញ្ចឹងយើងត្រូវតែរកណាគេដែលមានអំណាចជាងយើងមានឥទ្ធិពលជាងយើងអាចបើសិនជានៅសាលាលោកគ្រូអ្នកគ្រូឬក៏ម៉ាក់ប៉ាឬក៏បងប្រុសបងស្រីអ្នកដែលគាត់អាចមានសមត្ថភាពនៅក្នុងការជួយដោះស្រាយបញ្ហាយើងបានអរគុណបងខ្ញុំចាប់អារម្មណ៍ចំណុចមួយដែលបងនិយាយថាការកាត់មុនខ្ញុំជឿជាក់ថាយុវវ័យរបស់យើងពេលដែលគាត់ចាប់ផ្ដើមពេញវ័យដំបូងគាត់ច្បាស់ជាផ្លាស់ប្ដូររាងកាយរបស់គាត់ដែរដូចនៅស្រីអញ្ចឹងគាត់មានឈាមរដូវអីចឹងទៅគាត់ផ្លាស់ប្ដូររាងកាយរបស់គាត់នឹងប្រែប្រួលអត់ដូចមុនទេហើយជាពិសេសគាត់នឹងមានមុនគេហៅថាកាត់មុននៅលើមុខរបស់គាត់អីចឹងគាត់នឹងអាចមានអារម្មណ៍ថាអត់ខ្មាស់អៀនហើយឬក៏ពេលគាត់ទៅសាលាឬក៏ទៅការគេហៅថាទៅរៀនគួរឬក៏កន្លែងសាធារណៈផ្សេងគាត់ច្បាស់ជាពាក្យម៉ាស់ជាអីអត់ចង់ឲ្យគេឃើញគាត់អត់មានអារម្មណ៍ថាសុវត្ថិភាពឬដល់ពេលគេមើលមកគាត់មានអារម្មណ៍ថាយើងដូចគេមើលយើងច្រើនពេកឬក៏ដោយសារតែយើងគេហៅថាភាពពេញវ័យយើងឡើងមុនទៅគេអាចនឹងមានអារម្មណ៍ថាអត់សូវចូលចិត្តយើងឬក៏មានអាកប្បកិរិយាមួយចំនួនដែលធ្វើយកអត់មានអារម្មណ៍អត់ល្អហើយខ្ញុំជឿជាក់ថាយុវវ័យរបស់យើងនឹងជួបប្រទះទាំងអស់ហ្នឹងតែបងមានអីចង់បន្ថែមទៀតអត់ទេទាក់ទងនឹងបន្ថែមទៅលើភាពពេញវ័យរបស់ក្មេងស្រីខ្ញុំគិតថាក្មេងប្រុសក៏មានដែរត្រូវអត់បងហ្នឹងហើយមានដូចគ្នាប៉ុន្តែខ្ញុំគិតថាចង់ឲ្យទាំងក្មេងប្រុសក្មេងស្រីគាត់យល់ហើយគាត់ឯងចូលរួមទាំងអស់គ្នាបងបងគិតថាសម្រាប់បងបើតាមបទពិសោធន៍របស់បងផ្ទាល់មកបងក៏ធ្លាប់ក្មេងដូចគ្នាអញ្ចឹងបងយល់អារម្មណ៍ហ្នឹងមិនអត់អាចមានអាគេដែលគាត់មានអារម្មណ៍សប្បាយចិត្តនឹងខ្លួនឯងរហូតទេប៉ុន្តែបងចង់ឲ្យគាត់យល់ថាអាភាពពេញវ័យហ្នឹងដែលការដែលកើតមុនឬក៏ការដែលផ្លាស់ប្ដូររូបរាងកាយរបស់យើងហ្នឹងវាគ្រាន់តែជា face មួយប៉ុន្តែវាគ្រាន់តែជាមកពេលវាមិននៅនឹងរហូតទេហើយកុំឲ្យគាត់ stress ខ្លាំងពេកកុំឲ្យគាត់ពិបាកចិត្តខ្លាំងពេកហើយអត់ចង់ឲ្យគាត់យកតម្លៃរបស់គាត់ឬក៏យកអត្តសញ្ញាណរបស់គាត់នឹងយកទៅដាក់ជាមួយនឹងរូបរាងរបស់គាត់ឬក៏ដាក់ជាមួយនឹងការពេញវ័យរបស់គាត់ធ្វើឲ្យគាត់មានអារម្មណ៍ថាគាត់អត់ស្អាតគាត់អត់មានអីគ្រប់គ្រាន់តែគាត់ធ្វើឲ្យមានទំនុកចិត្តលើខ្លួនឯងណាសំខាន់គឺយើងត្រូវតែស្បែកចិត្តនឹងអីដែលយើងមានព្រោះថាវាដូចបងនិយាយមកហ្នឹងវាអត់អាស្រ័យនៅលើរូបភាពរបស់យើងទេគឺវាអាស្រ័យនៅលើខាងក្នុងរបស់យើងហើយនឹងសមត្ថភាពនៅក្នុងការធ្វើការងារអីមួយរបស់យើងអរគុណបងហើយខ្ញុំចាប់អារម្មណ៍មួយទៀតទាក់ទងនឹងការគេហៅថា bully ឬក៏គំរាមកំហែងតាមប្រព័ន្ធអនឡាញដូចហៅថាគេនិយាយអំពីការភាពពេញវ័យកាលឡើងមុនខ្ញុំគិតថាមនុស្សប្រុសក៏គាត់កើតមុនដែរប៉ុន្តែបើសិនជាគេហៅថា bully ឬក៏ការសម្លុតគំរាមតាមប្រព័ន្ធអនឡាញតើយើងគួរតែធ្វើម៉េចទៅក្រៅពីដូចបងបានបញ្ជាក់ថាយើងប្រាប់អ្នកដែលមានឥទ្ធិពលឬក៏អីនៅចិត្តរបស់យើងឬក៏អ្នកចិត្តស្និទ្ធមួយយើងប៉ុន្តែបើសិនជាប្រព័ន្ធអនឡាញតើគាត់គួរតើធ្វើម៉េចទៅបងអាហ្នឹងគឺវាអាស្រ័យនៅលើយើងទេគឺយើងមានសិទ្ធិហើយក៏យើងមានជំរឿននៅក្នុងការ unfollow គាត់ឬក៏ block គាត់ឬក៏ remove ចង់ថាដកគាត់ចេញពីក្នុង friend list របស់យើងអញ្ចឹងទៅគឺគាត់អាចមាន access អាចមានសិទ្ធិនៅក្នុងការ comment ឬក៏និយាយលេងឆ្លងឆ្លើយជាមួយយើងនៅលើ post របស់យើងបានទៀតទេអាហ្នឹងគឺជាអីដែលគាត់អាចធ្វើបានចំពោះប្រព័ន្ធផ្សព្វផ្សាយនៅលើបណ្ដាញសង្គមអរគុណច្រើនបងបន្តទៀតខ្ញុំគិតថាគេហៅថាបញ្ហាក៏ដូចជាការសម្លុតគំរាមឬក៏ bully មនុស្សម្នាក់ទៅមនុស្សម្នាក់នៅជាពិសេសគឺក្នុងចំណោមយុវវ័យរបស់យើងទាំងប្រព័ន្ធអនឡាញក្តីទាំងផ្ទាល់ប្តីប៉ុន្តែក៏វាអាចនឹងប៉ះទង្គិច
គេហៅតើវាជាឥទ្ធិពលអីគេខ្លះសម្រាប់អ្នកដែលទទួលរងការគំរាមកំហែងឬក៏ bully ពីអ្នកដទៃណាសម្រាប់អ្នកដែលគាត់ទទួលបានការគំរាមកំហែងការសម្លុតឬក៏ bully អីទាំងអស់ហ្នឹងគឺបងគិតថាវាប៉ះពាល់ខ្លាំងហើយដែលប៉ះពាល់ជាងគេហ្នឹងគឺយុវវ័យហើយនិងយុវជនហ្មងដូចបងនិយាយមកនៅចុងដល់សាប់បងធ្លាប់ក្មេងអញ្ចឹងបងក៏ធ្លាប់ទទួលបានអាការសម្លុតគំរាមបែបហ្នឹងដូចគ្នាដែរអីដែលកើតឡើងចំពោះបងហើយបងគិតថាវាកើតឡើងចំពោះបងប្អូនយុវជនយុវវ័យជំនាន់ក្រោយដូចគ្នាហ្នឹងគឺគាត់អត់មានអារម្មណ៍ថាគាត់មានទំនុកចិត្តលើខ្លួនឯងអញ្ចឹងទៅអត់អាចធ្វើឲ្យគាត់បញ្ចេញសក្តានុពលរបស់គាត់បាន 100% ទេគាត់មានអាហារខ្លួនឯងអត់ហ៊ានចេញទៅក្រៅព្រោះខ្លាចគេនិយាយបែបនោះខ្លាចគេនិយាយបែបនេះធ្វើឲ្យគាត់មានអារម្មណ៍ថាសុខចិត្តលាក់ខ្លួនល្អជាងសុខចិត្តអត់បញ្ចេញអត់ចេញទៅធ្វើអីល្អជាងព្រោះអារម្មណ៍ដែលគាត់មានសុខភាពហ្នឹងគឺវាសំខាន់ជាងសម្រាប់គាត់ពេលហ្នឹងដោយសារតែការសម្លុតគំរាមហ្នឹងឯងខ្ញុំគ្រប់គ្រងចំណុចនឹងដែរព្រោះខ្ញុំគិតថាយុវវ័យរបស់យើងគាត់អាចបបពិសោធន៍ទាក់ទងនឹងការសម្លុតគំរាមតាមសកម្មភាពផ្សេងគ្នាហើយធ្វើគាត់អត់មានអារម្មណ៍ថាមានទំនុកចិត្តទេអញ្ចឹងនៅពេលដែលគាត់ទទួលបានបបពិសោធន៍នឹងម្ដងហើយនៅពេលគេសម្លុតគំរាមគាត់ច្បាស់ជាមានអារម្មណ៍ថាដកចិត្តនៅខ្លួនឯងឯងអញ្ចឹងគាត់អត់ចង់បញ្ចេញទេប៉ុន្តែពេលខ្លះខ្ញុំជឿថាយុវវ័យរបស់យើងគាត់នឹងមានគេហៅថាមានសមត្ថភាពក្នុងការបំពេញការងារក្នុងការមិនថានៅកន្លែងណាឬក៏ក្តីសម័យរបស់គាត់កន្លែងចង់ធ្វើអីពេលអនាគតទេប៉ុន្តែបើសិនជាសម្ពាធក៏ដូចជាការសម្លុតគំរាមហ្នឹងវាធ្វើឲ្យប៉ះពាល់គាត់ពេកខ្ញុំមានអារម្មណ៍ថាគាត់នឹងបញ្ឈប់ឬគាត់គេហៅថាលេងចង់ធ្វើទៀតទេព្រោះតែធ្វើទៅគឺគេនឹងអាចគេហៅថាវាយប្រហារឬក៏ទៅ say comment ឬក៏ប្រើកាយវិការឬក៏អីផ្សេងទៅធ្វើឲ្យគាត់អត់មានអារម្មណ៍ថាទំនុកចិត្តហ្នឹងហើយព្រោះជាធម្មជាតិរបស់មនុស្សយើងគឺយើងតែចង់មានអារម្មណ៍ថាខ្លួនឯងមានសុវត្ថិភាពខ្លួនឯងអត់ត្រូវបានគេនិយាយអីឬក៏ត្រូវបានគេធ្វើបាបអញ្ចឹងនៅពេលដែលគាត់ជួបបញ្ហាហ្នឹងមកគាត់ថាគាត់ជ្រើសរើសខ្លួនឯងមានសុវត្ថិភាពហ្នឹងហើយអញ្ចឹងវាបង្អាក់គាត់ណាចា៎វាឲ្យយើងស្ដាយចំពោះធនធានដ៏មានសក្តានុពលរបស់យើងគឺយុវជននិងយុវវ័យរបស់យើងនៅតាមដងហ្នឹងហើយព្រោះអីខ្ញុំគិតថាយុវវ័យគួរតែទទួលបានការលើកទឹកចិត្តឲ្យគ្រប់គ្រងដើម្បីជៀសជាងការប្រើពាក្យដែលអត់ល្អឬក៏អាកប្បកិរិយាដែលយើងធ្វើទៅប៉ះពាល់ដល់អ្នកដទៃខ្ញុំគិតថាយើងគួរតែលើកទឹកចិត្តពួកគាត់ល្អជាងការប្រើពាក្យមិនសមរម្យឬក៏ការ bully ទៅលើគាត់ជាដើមហ្នឹងហើយហើយមួយទៀតនៅពេលដែលយើងនិយាយអំពីការជំនួយការជួយខ្លួនឯងឬក៏មានជំនួយអ្នកផ្សេងតែបងគិតថាតើសម្រាប់ខ្លួនឯងបើសិនជាត្រូវបានគេហៅ bully ឬក៏សម្បត្តិគំរាមហ្នឹងតើយើងខ្លួនឯងហ្នឹងគួរតែគេហៅថាមានភ្លើងចិត្តរឹងមាំបែបណាទៅដើម្បីប្រឈមនៅក្នុងគេហៅថាព្រោះខ្ញុំគិតថាយុវវ័យរបស់យើងប្រើ social media ច្រើនហើយគាត់ក៏អាចនឹងផុសឬក៏បង្ហោះពីរូបខ្លួនឯងសកម្មភាពខ្លួនឯងច្រើនហើយខ្ញុំជឿជាក់ថាមិត្តដែលគាត់មាន friend នៅលើបណ្ដាញសង្គមហ្នឹងក៏ស្គាល់ខ្លះក៏អត់ស្គាល់ខ្លះដែរប៉ុន្តែក្រៅពីការ block ឬក៏ unfollow បងគិតថាតើយើងគួរតែលើកទឹកចិត្តគាត់ឬក៏វិធីសាស្ត្របែបណាដើម្បីឲ្យខ្លួនឯងនឹងមានអារម្មណ៍ថារឹងមាំបើទោះបីគេប្រើពាក្យមិនសមរម្យតែយើងនៅតែអាចទៅមុខបានហើយខ្ញុំជឿថាបងគឺ content creator ស្រាប់ហើយអ្នកបង្កើតមាតិកាបង្ហោះឬក៏ធ្វើវីដេអូច្រើនអប់រំលើយុវវ័យក៏ច្រើនដែរខ្ញុំគិតថាបងអាចនឹងមានបទពិសោធន៍ខ្លះៗអាចចែកដើម្បីឲ្យយុវវ័យរបស់យើងជាពិសេសដែលគាត់កំពុងតែតាមដានវីដេអូហ្នឹងគាត់អាចយកជំនាញហ្នឹងឬក៏ចំណេះគេហៅថាចំណេះដឹងទាំងអស់ហ្នឹងដើម្បីជួយខ្លួនឯងអញ្ចឹងបងសម្រាប់បងដូចយ៉ាងណានិយាយមុនអញ្ចឹងបងការងារបងគឺនៅលើ social media ហ្នឹងហ្មងនៅលើប្រព័ន្ធផ្សព្វផ្សាយហ្នឹងហ្មងអញ្ចឹងពេលខ្លះអត់អាចចេញពីកន្លែងហ្នឹងបានទេប៉ុន្តែអីដែលធ្វើបានគឺគ្រប់គ្រងទៅលើការឆ្លើយតបរបស់យើងទៅលើគេវិញអញ្ចឹងហ่ะយើងអាចបញ្ជាឬក៏យើងអាចគ្រប់គ្រងពាក្យសម្ដីឬក៏ទង្វើដែលគេធ្វើមកលើយើងបានទេអីដែលយើងអាចធ្វើបានគឺតកតងទៅនឹងការឆ្លើយតបរបស់យើងហើយពាក្យថាឆ្លើយតបមួយម៉ាត់នេះមិនមែនបានន័យថាយើងទៅឆ្លើយតបមួយគេមិនបែបណាយើងទៅតទល់មួយគេមិនបែបណាហើយការឆ្លើយតបរបស់ខ្ញុំកន្លែងនេះខ្ញុំចង់បានន័យថាតើយើងនឹងបញ្ចេញសកម្មភាពយើងឬក៏មើលទៅលើរឿងនឹងបែបណាចឹងទីមួយគឺបងចង់ឲ្យអូនដឹងថានៅលើបណ្ដាញសង្គមរបស់យើងអាចមើលឃើញថាអូម្នាក់នេះជីវិតគេសុបាយណោះគេស្អាតរហូតគេទៅណាមកណាគេសុបាយចិត្តរហូតគេដើរលេងរហូតប៉ុន្តែត្រូវចាំថាអ្នកដែលគាត់បង្ហោះរូបភាពទាំងបងក៏ដោយទាំងរូបបងវីដេអូបងទាំងអស់ហ្នឹងគឺបងគ្រាន់តែបង្ហាញអីដែលបងចង់ឲ្យឯងឃើញបងបង្ហាញអីតែបងចង់ឲ្យគេឃើញរឿងផ្សេងៗទៀតនៅពីក្រោយនោះវាមាន100ជំពូកទៀតតែអាចតែដឹងទេអញ្ចឹងកុំយកជីវិតខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអីដែលឯងឃើញនៅលើបណ្ដាញសង្គមវាមិនមែនពិតប្រាកដ 100% ទេហើយទី2បើសិនជាមានអ្នកគេម្នាក់និយាយអីមកលើអូនឬក៏មាន comment បែបណាទៅលើរូបរាងកាយឬក៏អីក៏ដោយ comment អីក៏ដោយត្រូវចាំថា
ពាក្យសម្ដីទាំងអស់ហ្នឹងវាគ្រាន់តែជា opinion ទេ it's not fact វាគ្រាន់តែជាការគិតទេវាគ្រាន់តែជាមតិវាមិនមែនជាការពិតទេអត់មានណាគេដែលថាអត់មានស្តង់ដារណាមកកំណត់ថាយើងបែបណាបានយើងមានទំនុកចិត្តលើខ្លួនឯងយើងបែបណាបានយើងស្អាតយើងបែបណាបានយើងល្អឥតខ្ចោះវាអត់មានទេស្តង់ដារទាំងអស់ហ្នឹងគឺយើងគឺជាអ្នកកំណត់ខ្លួនឯងហើយម្ដងទៀតការដែលគេនិយាយមកលើយើងវាគ្រាន់តែជាការគិតរបស់គេវាមិនមែនជាការពិតទេអញ្ចឹងកុំយកអាការគិតរបស់គេហ្នឹងយកមកឲ្យខ្លួនឯងឈឺក្បាលកុំយកអាការគិតរបស់គេហ្នឹងមកធ្វើឲ្យខ្លួនឯងអត់មានអារម្មណ៍ថាសុបាយចិត្តណាបងចំណាយពេលជាច្រើនឆ្នាំនៅក្នុងវិទ្យាល័យនៅក្នុងសាកលវិទ្យាល័យមានអារម្មណ៍ថាខ្លួនឯងអត់ស្អាតដោយសារតែយកខ្លួនឯងទៅប្រៀបធៀបជាមួយគេតែយកខ្លួនឯងទៅប្រៀបធៀបជាមួយស្តង់ដាររបស់គេអញ្ចឹងកុំយកស្តង់ដារគេយកមកដាក់លើខ្លួនឯងត្រូវបង្កើតស្តង់ដាររបស់ខ្លួនឯងហើយដើរទៅរកចំណុចមួយដែលយើងគិតថាវាជាកន្លែងមួយដែលយើងសប្បាយចិត្តកន្លែងមួយដែលយើងចង់ទៅអូខេអរគុណច្រើនបងខ្ញុំចង់បន្ថែមមួយទៀតដោយសារយើងនិយាយមិញគឺតកតងនឹងលើកទឹកចិត្តខ្លួនឯងធ្វើម៉េចឲ្យខ្លួនឯងគេហៅទៅមុខបានទោះបីមានការសម្លុតគំរាមឬក៏បៀតបៀនក៏ដោយប៉ុន្តែយើងគិតថាតើយើងគួរតែនិយាយរឿងហ្នឹងទៅប្រាប់អ្នកដទៃអត់សម្រាប់គំនិតបងផ្ទាល់នៅពេលយើងត្រូវបានគេហៅថាការប៊ូលីឬក៏សម្លុតគំរាមតើយើងគួរតែបោកចិត្តទៅប្រាប់អ្នកដទៃដែរអត់សម្រាប់បងផ្ទាល់បងគិតថាគួរតែប្រាប់ព្រោះយើងគួរតែបើសិនជាយើងគិតថាខ្លួនឯងកំពុងតែអត់មានសុវត្ថិភាពហើយការដែលស្វែងរកជំនួយគឺជាដំណោះស្រាយមួយដែលអាចជួយយើងបានហ្នឹងហើយបងអូខេអញ្ចឹងអ្នកទាំងអស់គ្នាបានដឹងហើយតើខ្ញុំកិត្តិយសរបស់យើងបានចែករំលែកព័ត៌មានច្រើនទាក់ទងនឹងតើសម្ដុតគម្រាមនឹងជាសកម្មភាពបែបណាតើយើងគួរមានដំណោះស្រាយបែបណាហើយយើងគួរតែលើកទឹកចិត្តខ្លួនឯងបែបណាប៉ុន្តែមួយទៀតបងគិតថាតើជាក់ស្ដែងនៅពេលដែលយុវវ័យរបស់យើងអ្នកខ្លះតាមគេហៅថាអត្តចរិតរបស់គាត់នីមួយអ្នកខ្លះក៏គាត់គេហៅថានិយាយចេញអ្នកខ្លះក៏អត់និយាយតែអ្នកខ្លះគាត់ឆ្លើយតបភ្លាមតែបងគិតថាមួយណាដែលយើងគិតថាគាត់តែឆ្លើយតបទៅភ្លាមឬក៏យើងគិតថាគួរតែគិតសិនចាំឆ្លើយតបក្រោយឬក៏យើងគិតថានិយាយទៅដូចក្នុងស្ថានភាពមួយដែលយើងត្រូវការគេបៀតបៀនយើងភ្លាមឬក៏ផ្ទាល់ព្រោះមកយើងនិយាយមិញតើទៅនឹងប្រព័ន្ធអនឡាញតែបើផ្ទាល់ហ្មងយើងគិតថាក្នុងកលៈទេសៈឬក៏ស្ថានភាពបែបហ្នឹងយើងគួរតែធ្វើអីមុនគេអញ្ចឹងណាបងគិតថាវាអាស្រ័យទៅលើស្ថានភាពយើងអាចកំណត់បានថាអូគ្រប់សកម្មភាពទាំងអស់គ្រប់ស្ថានភាពអស់ត្រូវតែយកអាចចំណុចមួយហ្នឹងយកទៅ apply វាជោគជ័យទាំងអស់ហើយឬក៏វាត្រូវទាំងអស់ហើយអញ្ចឹងមើលតាមស្ថានភាពដូចយើងនិយាយគ្នាមុនហ្នឹងពីដើមមកបើសិនជាយើងមានអារម្មណ៍ថាគេបៀតបៀនយើងហើយមានអារម្មណ៍ថាគេកំពុងតែសម្លុតគំរាមយើងហើយយើងព្យាយាមនិយាយដោយសន្តិវិធីយើងព្យាយាមនិយាយប្រាប់គេដោយត្រង់សិនហើយយើងអត់ពេញចិត្តកន្លែងហ្នឹងទេខ្ញុំអត់ចូលចិត្តទេសូមបញ្ឈប់សកម្មភាពហ្នឹងសូមបញ្ឈប់ការនិយាយបែបហ្នឹងតែបើសិនជាក្នុងករណីថាម្នាក់ហ្នឹងមើលទៅកាចឬក៏មានអារម្មណ៍ថាយើងអាចនឹងនិយាយទៅអាចនឹងខ្លួនឯងនៅក្នុងគ្រោះថ្នាក់ឬក៏មានអារម្មណ៍អសុវត្ថិភាពទេគួរតែស្វែងរកអ្នកដែលដើរចេញហើយទៅរកអ្នកដែលគាត់អាចជួយយើងបានលោកគ្រូអ្នកគ្រូប៉ាម៉ាក់ឬក៏អ្នកដែលគាត់អាចមានឥទ្ធិពលឬក៏មានអំណាចនៅក្នុងការជួយយើងបានខ្ញុំយល់ស្របចំណុចបងកន្លែងហ្នឹងខ្ញុំគិតថានៅពេលដែលយើងទទួលបានការកំណត់គម្រាមពីនរណាម្នាក់យើងពេលខ្លះយើងតបនឹងគេហៅថាយុវវ័យតបនឹងពេញវ័យដំបូងឬក៏យើងតបនឹងប្រឡូកក្នុងសកម្មភាពក្នុងសង្គមរបស់យើងព្រោះយើងតបនឹងឃើញឬក៏ធ្លាប់បានបទពិសោធន៍ទាំងអស់ហ្នឹងអញ្ចឹងពេលខ្លះយើងអត់ហ៊ាននិយាយទៅគេពេលខ្លះសុខចិត្តនៅស្ងៀមហើយមកផ្ទះក៏អត់ប្រាប់អ្នកផ្ទះឬក៏អីពេលខ្លះដល់ពេលយើងគិតយូរទៅយើងមានអារម្មណ៍ថាយើងចាប់ផ្ដើមគិតអវិជ្ជមានច្រើននៅលើខ្លួនឯងអញ្ចឹងអាហ្នឹងក៏ជាបញ្ហាដែរហើយខ្ញុំគិតថាដូចបងខ្ញុំគ្រប់ត្រូលកន្លែងបងនិយាយថាយើងគួរតែរកអ្នកណាម្នាក់ដែលគាត់អាចជួយយើងបានជាពិសេសគឺស្ដាប់ល្អតែម្ដងយើងលើកទឹកចិត្តគាត់ស្ដាប់គាត់ហើយជាពិសេសគឺអ្នកដែលត្រូវបានគេប្រាប់ខ្ញុំគិតថាអ្នកដែលត្រូវបានគេប្រាប់ហ្នឹងគួរតែចាប់ផ្ដើមស្ដាប់គាត់ឲ្យបានច្រើនគ្រប់ត្រូលគាត់លើកទឹកចិត្តគាត់ដើម្បីឲ្យគាត់ហ្នឹងអាចបន្តទៅមុខហើយគាត់អាចប្រឈមមុខនឹងគេហៅថាការកំណត់ជំរាមឬក៏ bully គាត់នឹងដើម្បីឲ្យគាត់អាចស្វែងយល់ខ្លួនឯងបន្តសកម្មភាពខ្លួនឯងអាចចូលរួមក្នុងសង្គមឲ្យបានល្អច្រើនជាងមុនមិនថាសកម្មភាពអីខ្ញុំគិតថាយុវវ័យគាត់មានសកម្មភាពច្រើនប៉ុន្តែដោយសារតែបញ្ហាការចំណុចគម្រាមឬក៏ការ bully ទៅលើគាត់នឹងធ្វើឲ្យគាត់មានអារម្មណ៍ថា
លេងចង់ទៅទៀតហើយលេងចង់ធ្វើទៀតហើយអញ្ចឹងវាធ្វើឲ្យសមត្ថភាពនិងគេហៅសក្តានុពលរបស់ខ្លួនឯងហ្នឹងអត់បានលះអត់បានចេញឲ្យអស់ទេអញ្ចឹងអាហ្នឹងយើងពិតជាអត់ចង់ឃើញអញ្ចឹងយើងចង់ឲ្យយុវវ័យរបស់យើងហ្នឹងគឺមានភាពក្លាហានហើយគាត់អាចប្រឈមជាមួយនឹងបញ្ហាទាំងអស់ហ្នឹងហើយគាត់អាចរកជំនួយនៅពេលដែលគាត់មានបញ្ហាអញ្ចឹងយើងដូចជាបាននិយាយ បងសុខថែមតិចបាន ហ្នឹងហើយបងចង់ផ្ដាំទៅម៉ាក់ប៉ាដោយសារទាំងម៉ាក់ប៉ាទាំងលោកគ្រូអ្នកគ្រូដោយសារតែនៅក្នុងវ័យនេះនៅក្នុងវ័យដែលគាត់កំពុងតែពេញវ័យយុវជនយុវវ័យនេះគឺខ្ញុំជឿហ្មងថាទាំងពីម៉ាក់ប៉ាមួយគាត់គឺគុំលេខឆ្ងាយអញ្ចឹងខ្ញុំចង់សំណូមពរឲ្យម៉ាក់ប៉ាអាសាឆែកសួរកូនសួរថាកូនថ្ងៃនេះទៅរៀនមិនដែរនិយាយទៅគឺសារនិយាយជាមួយកូនឲ្យកូនគាត់មានអារម្មណ៍ថាគាត់ក្លាហានឲ្យកូនមានអារម្មណ៍ថាម៉ាក់ប៉ាខ្ញុំគាត់ស្ដាប់ខ្ញុំចឹងទៅគាត់មានអារម្មណ៍គាត់ក្លាហានមានទំនុកចិត្តនៅក្នុងការនិយាយប្រាប់ម៉ាក់ប៉ាគាត់បើមិនជាគាត់មានបញ្ហាអីមួយហើយបើចំពោះលោកគ្រូអ្នកគ្រូដោយសារតែគម្លាតពីម៉ាក់ប៉ានិងកូនឆ្ងាយក្នុងវ័យនេះខ្ញុំគិតថាពេលខ្លះកូនគាត់អាចមានអារម្មណ៍ថាសុខភាពនឹងមានអារម្មណ៍ថាមានទំនុកចិត្តនៅក្នុងការនិយាយជាមួយនឹងលោកគ្រូអ្នកគ្រូជាងអញ្ចឹង maybe លោកគ្រូអ្នកគ្រូក៏គាត់អាចមានតួនាទីនៅក្នុងការជួយក្មេងៗបាននៅក្នុងបញ្ហានេះដែរ ចឹងអរគុណច្រើនបងដែលផ្ដល់សារដ៏សំខាន់ជូនទៅយុវវ័យរបស់យើងនិងម៉ាក់ប៉ាដែលគាត់មានគេហៅថាកូនជាវ័យជំទង់ហើយគាត់កំពុងតែប្រឡូកជាមួយនឹងសង្គមគាត់អាចនឹងប៉ះបបពិសោធន៍ទាំងអស់ហ្នឹងហើយយើងពិតជាយើងបានជជែកគ្នាច្រើនដែរបងទាក់ទងនឹងប្រភេទឬក៏សកម្មភាពដែលយើងចាត់ចូលថាវាគឺជាការស្រុតគំរាមឬក៏ bully ហើយនឹងដំណោះស្រាយហើយខ្ញុំគិតថាចំណេះដឹងហ្នឹងគឺល្អហើយយុវវ័យរបស់យើងក៏មានភាពភ័យខ្លាចបើសិនជាអ្នកនរគ្នាទទួលបានការគំរាមកំហែងឬក៏ស្រុតគំរាមពីអ្នកដទៃអ្នកនរគ្នាអាចនិយាយថាទេឬក៏យើងអាចនិយាយថាយើងអត់ពេញចិត្តហើយយើងអាចដើរចេញឬក៏យើងអាចរកស្វែងរកអ្នកណាដែលយើងគិតថាទុកចិត្តដែលគាត់អាចមានឥទ្ធិពលទៅលើបុគ្គលមួយទៀតឬក៏អ្នកដែលយើងស្និទ្ធស្នាលដើម្បីរកជំនួយហើយអ្នកនរគ្នាអាចប្រាប់រឿងទាំងអស់ហ្នឹងហើយជាពិសេសហ្នឹងគឺតាក់ទងនឹងតាមប្រព័ន្ធអនឡាញបើសិនអ្នកទាំងអស់គ្នាមានអារម្មណ៍ថាត្រូវបានគេ bully ឬក៏ពាក្យពេចន៍ comment នៅលើបណ្ដាញសង្គមរបស់យើងរូបថតរបស់យើងវីដេអូរបស់យើងមានអារម្មណ៍ថាអត់សុវត្ថិភាពអ្នកនរគ្នាអាច block ចោលឬក៏ unfollow តែម្ដងខ្ញុំគិតថាហ្នឹងយើងអាចធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថាស្រួលហើយសុវត្ថិភាពអាចបន្តទៅនឹងបានអញ្ចឹងដោយសារតែពេលវេលារបស់យើងក៏អស់ដែរអញ្ចឹងអរគុណច្រើនបងដែលបានចូលរួមក្នុងថ្ងៃហ្នឹងហើយខ្ញុំសង្ឃឹមថាវីដេអូការជជែកយើងទាំងពីរអ្នកហ្នឹងនឹងមានផលប្រយោជន៍ទៅលើយុវវ័យរបស់យើងហើយមួយទៀតនៅក្នុងសុខភាពផ្លូវប្រសិទ្ធបន្តពូជរបស់យើងមានប្រធានបទច្រើនហើយចំណេះដឹងក៏ច្រើនដែរអញ្ចឹងបើសិនអ្នកទាំងអស់គ្នាគិតថាក្នុងប្រធានបទសុខភាពផ្លូវប្រសិទ្ធបន្តពូជនឹងសិទ្ធដែលយើងគិតថាចង់ឲ្យយុវវ័យរបស់យើងនឹងចង់រៀនបន្ថែមចង់ដឹងបន្ថែមអ្នកទាំងអស់គ្នាអាចចូលរួមចែករំលែកផ្លិតគំនិតនៅខាងក្រោមវីដេអូហ្នឹងក៏ដូចជាផ្ដល់ជាប្រធានបទយើងគិតថាតើប្រធានបទវគ្គក្រោយគួរតែប្រធានបទបែបណាដែលយុវវ័យរបស់យើងគួរតែយល់ដឹងហើយមួយទៀតបើសិនជាអ្នកគ្នាមានចម្ងល់ទាក់ទងនឹងសុខភាពផ្លូវប្រសិទ្ធបន្តពូជនឹងសិទ្ធឬក៏បញ្ហាដែលអ្នកគ្នាគិតថាខ្ញុំចង់រកអ្នកពិភាក្សាពិគ្រោះយោបល់អ្នកគ្នាអាច call ទៅលេខទូរស័ព្ទទាំង3សារដែលខ្ញុំដាក់នៅខាងលើនេះបានហើយការប្រឹក្សាទាំងអស់ហ្នឹងគឺមិនគឺឥតគិតថ្លៃហើយរាល់ការប្រឹក្សាគឺត្រូវបានលក្ខការសម្ងាត់អញ្ចឹងវីដេអូរបស់យើងចាប់តែប៉ុណ្ណឹងជួបអ្នកគ្នាវគ្គក្រោយនៅក្នុងអេពីសូតទី2អរគុណច្រើន